សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាតើលោកអ្នកកំពុងតែស្វែងរកនៅឈុតម៉ូទ័របូមទឹកសូឡាដែលមានកម្លាំងខ្លាំងហើយបូមទឹកបានច្រើនមែនទេថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅឈុតម៉ូទ័របូមទឹកសូឡាម៉ាកគេភ័យដែរជាប្រភេទម៉ូទ័របូមទឹកដាក់លើគោក AC/DC Hybrid ចំពោះប្រភេទម៉ូទ័របូមទឹកនេះគឺវាមានកម្លាំង20សេសដែលធ្វើការបូមទឹកបានបរិមាណ138ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់42ម៉ែត្រចំពោះទំហំសយោចូលវិញគឺមានទំហំ80ដែលយើងធ្វើការដំឡើងជាមួយនឹងទំហំសយោអ៊ុត100ហើយនឹងទំហំសយោចេញគឺវាមានទំហំ65ដែលយើងធ្វើការតបជាប់ជាមួយនឹងសយោអ៊ុតទំហំ100ដូចគ្នាយើងអាចធ្វើការមើលឃើញបានដោយធ្វើការមើលទៅលើម៉ូទ័ររបស់យើងដែលវាមានកម្លាំង20សេសតែវាប្រើប្រាស់ទាំងសូឡាចំនួនតែ45ទាំងប៉ុណ្ណោះតែចំពោះម៉ូទ័របូមទឹកម៉ាកដទៃគឺគេមានកម្លាំង15សេសប៉ុន្តែបរិមាណទាំងដែលគេប្រើរហូតដល់48ទាំងចំពោះឈុតទូដែលយើងធ្វើការដំឡើងរួចជាស្រេចពីរោងចក្រគឺវាមានរូបរាងបែបនេះតែឈុតទូនេះគឺវាបានភ្ជាប់មកជាមួយនឹងដុំបញ្ជាហើយនឹងឧបករណ៍ផ្សេងនៅក្នុងនេះរួចជាស្រេចបើយើងមើលទៅលើម៉ូទ័របូមទឹកសូឡារបស់យើងវិញគឺវាមានទំហំតូចហើយស្រាលងាយស្រួលក្នុងការបម្លាស់ទីក្នុងការលើកដើម្បីបំពាក់ឧបករណ៍ទយោផ្សេងបើធៀបជាមួយនឹងម៉ូទ័របូមទឹកដែលអតិថិជនប្រើប្រាស់ចាស់វាមានទំហំធ្ងន់តែជាប្រភេទម៉ូទ័របូមទឹកប្រភេទប្រើប្រាស់ភ្លើងរត់ដែលគេបំលែងពីប្រភេទទាំងសូឡាយកមកប្រើហើយទម្ងន់វាមានទម្ងន់ធ្ងន់ជាងហើយចំពោះកម្លាំងវិញគឺវាមានកម្លាំង15សេសប៉ុន្តែបរិមាណទាំងដែលម៉ូទ័រនេះប្រើគឺប្រើរហូតដល់48ទាំងបើធៀបជាមួយនឹងម៉ូទ័ររបស់យើងវាមានកម្លាំង20សេសប៉ុន្តែទាំងវាប្រើប្រាស់ត្រឹមតែ45ទាំងប៉ុណ្ណោះជ្រើសរើសប្រភេទម៉ូទ័របូមទឹកសូឡាទាំងប្រភេទលើគោកនិងប្រភេទទម្លាក់ដងជ្រើសរើសផលិតផលម៉ាកគេភ័យដែរយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទម៉ូទ័រនិងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំងសូឡាផងដែរ